នៅក្នុងវិស័យអចលនវត្ថុទំហំអាចទាក់ទាញភ្នែកប៉ុន្តែទីតាំងនិងសក្តានុពលតំបន់ទៅវិញទេទើបជាអ្វីដែលអាចកំណត់តម្លៃពិតប្រាកដព្រោះអចលនវត្ថុមួយចំនួនទោះបីជាមានទំហំធំក៏ដោយប៉ុន្តែបើស្ថិតនៅលើទីតាំងដែលពិបាកធ្វើដំណើរខ្វះខាតហេដ្ឋារចនាសម្ព័ន្ធឬមិនសូវមានការអភិវឌ្ឍនោះតម្លៃនិងការវិនិយោគក៏មានកម្រិតផងដែរផ្ទុយទៅវិញអចលនវត្ថុដែលមានទីតាំងល្អផ្លូវងាយស្រួលជាពិសេសជិតតំបន់សេដ្ឋកិច្ចដូចជាសាលារៀនមន្ទីរពេទ្យនិងតំបន់អភិវឌ្ឍផ្សេងៗភាគច្រើននឹងមានឱកាសកើនតម្លៃនៅថ្ងៃអនាគតសរុបមកវិស័យអចលនវត្ថុមិនមែនមើលតែទៅលើទំហំទេគឺយើងមើលទៅលើទីតាំងនោះថាអាចផ្ដល់តម្លៃអ្វីខ្លះក្នុងរយៈពេលវែងប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែមអំពីប្រភេទអចលនវត្ថុនៅតំបន់ណាមួយសូមធ្វើការតាក់ទងមកក្រុមការងារ My Market Trend តាមរយៈលេខទូរស័ព្ទនិង Telegram ដែលបានភ្ជាប់ជូននៅខាងក្រោមសូមអរគុណ